បណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយចៃដន្យឬនិស្ស័យដោយនិស្ស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងស្រឡាញ់អូនទាំងបងមិនមានបងនងស្នេហានេះគឺអូនបងរៀនរស់បងអូនចងចាំពេលវេលាដូចជាគ្រាស្របំប្រងអូននឹងបងបានចងក្រងក្តីស្នេហាពិនរឿងក្រុមយ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាងស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតពីមនុស្សម្នាក់បណ្ដោយវេលាបងខ្លាចជាមនុស្សម្នាក់ចេះកិនស្នេហាពិនស្គាល់ជីវិតពេលស្គាល់រូបអូនអរគុណបងដែលព្រមស្រឡាញ់អូនព្រោះរូបអូនបងលែងមើលងាយក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិនព្រមលីខិនមិនអាណិនទេពេលវេលានៅក្បែរគ្នាមានកងណត់ពេលវេលាបណ្ដាលឲ្យយើងបានជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយចៃដន្យឬនិស្ស័យដោយនិស្ស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសិនស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពិតព្រីមនុស្សម្នាក់ដែលអត់សង្ឃឹមខំញញឹមរកនៃជីវិតស្នេហាពិតរំពងពេលស្គាល់រូបបងពេលវេលាបណ្ដាលឲ្យយើងជួបគ្នាពេលវេលាបណ្ដាលឲ្យយើងស្រឡាញ់គ្នាដោយចៃដន្យឬនិស្ស័យដោយនិស្ស័យឬកម្មពៀព្រះសូរិយាលើមេឃាប្រាប់ខ្ញុំផងរឿងគ្រប់យ៉ាងគឺជាវាសនាមិនស្ដាយក្រោយនឹងសាងស្នេហាកាន់ដៃគ្នាឆ្លងវដ្តសង្សារស្នេហាពីមនុស្សម្នាក់ដែលអត់សង្ឃឹមខំញញឹមរកនៃជីវិតស្នេហាពិនរំពឹងចិនពេលស្គាល់រូបបងអរគុណអូនដែលព្រមស្រឡាញ់រូបបងអរគុណបងធ្វើឲ្យអូនស្គាល់ក្តីស្នេហ៍ស្នេហ៍ពួកយើងជាស្នេហ៍ពិនព្រមលីខិនមិនអាណិនទេពេលវេលានៅក្បែរគ្នាគឺមានកងណត់
រាំងសាលោកស្រីអូនរីងរាយនឹងបានស្ដាប់វាចាពីងថាស្នេហាអូនមិនដែលយល់តែពេលនេះបានឃើញហើយបានស្គាល់សូមប្រងនេះមលកុំប្រែចិន្តាសូមទេវតារក្សាសត្វលោកនេះធ្វើជាសាសេចក្តីស្នេហ៍យើងបងជាព្រះថោងតោងស្បៃស្រីហើយស្ពួនពិសីជានាមនាមអូនជាហំរូបបងជានាមពុំអាចខំពាក្យពីនេះបានអូនជាមច្ឆាបងជាគុំគីអូនជាក្តាំងងារបងជាសង្សាររូបអូនបានរួក៏ព្រោះតែដង្ហើមបងជាសន្សានសម្រាប់អូនបងសូមស្បត់ហើយសច្ចាមានមេត្តាបិតាជាសាក្សីបើបងមិនស្មងចំពោះរូបស្រីសូមឲ្យមេឃដីផ្ដន់ទាបងចងអូនជាហើយណាប្រលឹងស្នេហ៍ស្នងអើបងអើយបងជាចិនអូនចង់ពីថ្ងៃនេះទៅអូនសូមនៅរួមបើមានតួខំប្រណីអូនផងសូមទេវតារាំងសាលោកយើងនេះជួយថែរាំងសាក្តីស្នេហ៍ខ្ញុំមើលហើយបង្កប់បាទនៅក្នុងពុទ្ធម្ដាយនៅចូលសពគឺជួនប្រគុណនៅក្រុមខាងនេះនៅជួនកញ្ញាបានដឹកទៅទីទៅជួនលោកកញ្ញាក៏ប្រសងជាពិសេសអស់លោកពុទ្ធម្ដាយបរិសានៅទឹកដីទីកន្លែងនេះក្រុមក៏អស់លោកតាចាក់ប្រកបអស់សូមអញ្ជើញនៅសោថ្ងៃនេះយើងខ្ញុំរៀបចំមានបាយទឹកនំចំណីបរិយមរុស្លាទាំងអស់រៀបចំដង្វាយវាយចំពោះអស់លោកស្ដេចក្រុងប៉ូលីសដែលទទួលស្នើការដែលលោកថារបស់យើងឲ្យចេះសូមអស់លោកតាចាក់ប្រកបអស់សូមអញ្ជើញណាមកសែបសោយអស់លោកបានសែបសោយអស់លោកកសនមោកសៈភគវតោតោសម្មាសម្ពុទ្ធកសនមោកសៈភគវតសួស្តីឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនេះគឺជាយន្តទស្សនីយភាពឯកសារអាពាហ៍ពិពាហ៍ហើយកិច្ចដែលលោកអ្នកកំពុងតែទស្សនាជាដំបូងនេះគឺជាពិធីនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំប្រសិទ្ធិចម្រើនជោគជ័យសិរីមង្គលដល់គូស្វាមីភរិយាថ្មីព្រមទាំងពិធីអវិហវិវាមង្គលនេះទាំងមូលដោយអំណាចនៃព្រះបរិទ្ធធម៌នាពេលនេះសូមសុខសេរីជ័យមង្គលកើតមានដល់អ្នកទាំងពីរគឺគូស្វាមីភរិយាថ្មីសា
ជាធំជាទីសង្ការៈលើកដៃសំពះអងអងអិនព្រំនៅលោកជាធំជាទីសង្ការៈសូមជួយប្រណីដោយក្តីស្មងស្ម័គ្រឲ្យចិត្តវលាក់ស្ម័គ្រស្មោះនឹងស្នេហ៍សូមរឹតបារមីថ្លៃគ្រប់ទិសទីជួយប្រសិទ្ធិជួយរក្សាថាសូមរឹតបារមីថ្លៃគ្រប់ទិសទីជួយប្រសិទ្ធិជួយរក្សាថាបណ្ដាលចិត្តមុំគុំកិនកាប្រាឲ្យស្មោះនឹងស្នេហ៍លោកគ្រាអង្សាចិត្តប្រងស្ម័គ្រស្មងតែមួយអូនអើយគង់ព្រួយនាំឲ្យស្គមប្រានចំណែកចិត្តប្រងស្ម័គ្រស្មងតែមួយអូនអើយគង់ព្រួយនាំឲ្យស្គមOh, na na,
ជនកម្ពុជាជាជនជាតិដែលចាស់ទុំជាងគេនិងជាជនជាតិដែលសម្បូរទៅដោយទំនើបទំនៀមបុរាណច្រើនជាងគេក្នុងភូមិភាគអាស៊ីប៉ែកខាងគ្នាតាំងពីអរិយធម៌បរទេសដែលមានឥទ្ធិពលយ៉ាងសម្បើមហូរចូលមកក្នុងប្រទេសយើងជាច្រើនសតវត្សមកហើយនោះទំនៀមបុរាណខ្មែរក៏ចេះតែរសាត់បាត់បង់រូបរាងបន្តិចម្ដងទៅគឺអាស្រ័យដោយបណ្ដាជនជាតិយើងយល់ឃើញថាទំនៀមខ្លះជាការមិនចាំបាច់ហើយនាំឲ្យខាតពេលវេលាច្រើនទៀតផងក៏នាំគ្នាច្រូតកាត់ចោលទៅរហូតដល់ភ្លេចសូន្យសុំក៏មានចៅអើយមកទាំងឡាយអើយញាតណាមិនអីទុកម្ដាយមានទំនៀមច្រើនណាស់ដែលយើងតែងឮចាស់ដំណាលតគ្នាមកហើយគេក៏បានលះបង់ចោលតាំងតែពីយូរជាម្ល៉េះហេតុនេះទើបយើងពុំអាចដឹងបានមកអំពីរបៀបទំនៀមប្រពៃណីបុរាណនៃបុព្វបុរសខ្មែរយើងប៉ុន្តែនៅក្នុងយុទ្ធសាស្ត្រនីយភាពវីដេអូឯកសារនេះសូមអនុញ្ញាតជូនចំណងឯកសេរីមង្គលដល់គូស្វាមីភរិយាថ្មងថ្មីនាឱកាសប្រារព្ធអាវិហវិវាមង្គលនៅបទពិពណ៌នាអមពិធីជូនជាទីសន្តាប់ផងដែរលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងឡាយតាមប្រពៃណីនៅមជ្ឈិមប្រទេសគឺប្រទេសឥណ្ឌានាសម័យបុរាណពិធីមង្គលការកូនមាន2យ៉ាងម្យ៉ាងគឺនាំកូនស្រីទៅរៀបការនៅផ្ទះខាងប្រុសគេឲ្យឈ្មោះថា